តើបងប្អូនទៅទស្សនា vlog ថ្មីជាមួយខ្ញុំទាំងអស់គ្នាហើយខ្ញុំបាននេះខានចេញ vlog យូរហើយខ្លាចបងប្អូនយើងភ្លេចឥឡូវនេះថតដើម្បីចែកជូនបងប្អូន fan របស់ខ្ញុំមើលកំសាន្តទាំងអស់គ្នាហើយថ្ងៃនេះខ្ញុំបានចេញដំណើរទៅខាងឃុំដំណៃស្រុកសូននិគមខេត្តសៀមរាបដើម្បីចូលរួមនៅក្នុងការប្រគំតន្ត្រី concert គ្រុឌគុណខ្មែរអញ្ចឹងហើយបងប្អូនទៅទស្សនាទាំងអស់គ្នាជាមួយខ្ញុំឥឡូវនេះខ្ញុំបានចេញដំណើរបានមកដល់ខាងព្រៃតមេហើយខ្ញុំបានថតកាត់ដែរទេឥឡូវនេះខ្ញុំបានកំពុងធ្វើដំណើរទៅហើយមេឃើញថាស្រឡះស្អាតមែនទែននៅក្នុងថ្ងៃទី4ខែ5ឆ្នាំ2025នេះយើងក៏បានមកដល់ខាងថ្នល់កែងបងប្អូនណាបាទខ្ញុំបត់ស្ដាំដៃឡើងទៅផ្លូវស្គុននិយាយរួមទៅខ្ញុំនឹកបងប្អូនខ្លាំងមែនទែនជាពិសេស favorite របស់ខ្ញុំណាមិនដឹងថាបងប្អូននឹកខ្ញុំដែរទេអត់ទេបាទឥឡូវនេះយើងក៏បានមកដល់ខាងផ្លូវស្គុនហើយបែកទៅស្ដាំទៅខាងខេត្តកំពង់ចាមតែអត់ទេយើងបែកឆ្វេងឡើងទៅផ្លូវខាងខេត្តកំពង់ធំបាទឆ្ពោះទៅខាងខេត្តសៀមរាបតែម្ដងយើងក៏បានមកដល់ខាងខេត្តកំពង់ធំហើយមកដល់ខាងបាទលោកតាក៏ហុំកបាទហើយខ្ញុំអត់ឡើងផ្លូវវៀងក្រុងទេគឺខ្ញុំចូលផ្លូវក្រុងតែម្ដងណាបាទចូលខាងខេត្តកំពង់ធំបាទឥឡូវនេះបាទឃើញថាការរៀបចំបាទខេត្តកំពង់ធំស្អាតពិតដូចជាគេនិយាយមែនបាទស្អាតខ្លាំងតែម្ដងណាហើយខ្ញុំខានឆ្លងកាត់ខេត្តកំពង់ធំនេះដូចជាយូរខែដែរហើយបាទមកលើកនេះគឺប្លែកតែម្ដងឃើញថាយើងបើកឡានក៏យូរដែរហើយហេវហត់ហើយម្នាក់បាទអញ្ចឹងហើយខ្ញុំក៏ឈប់ឡាននៅខាងខេត្តកំពង់ធំទិញឲ្យញ៉ាំសិនសម្រន់ណាបងប្អូនបាទហើយមកដល់ខាងខេត្តកំពង់ធំគេអត់តន់ចប់ចូលឆ្នាំទេបងប្អូនណាគេនៅធ្វើសង្ក្រាន្តបាទមួយថ្ងៃទៀតនៅថ្ងៃទី4ហ្នឹងឯងបងប្អូនបាទឥឡូវនេះយើងក៏បានទិញនំប៉័ងនោះអីដើម្បីសរង់ជាមួយក្រុមរនរបស់ខ្ញុំហើយខ្ញុំបាទនឹងជាមួយ admin ហើយខ្ញុំនេះក៏មិនបង្អែមបង្អង់ដែរដោយសារតាហេវហត់ហើយដាក់យកពួយឲ្យបងប្អូនបាទឆ្ងាញ់ជាតិត្រីងុយណាបងប្អូនអើយអេមសែមតែម្ដងនំប៉័ងខេត្តកំពង់ធំបងប្អូនបើសិនចង់បានស្អាតមកប្លែកបែបតង់សម័យកុំភ្លេចចូលមើលក្នុងเพจខ្ញុំបានឬក៏អាចកំងទៅតាមเพจនឹងបាននេះគឺជាเพจផ្លូវការរបស់ខ្ញុំលោកសំលៀងពាក់ណាបងប្អូនហូខេត្តកំពង់ធំតែបន្តិចទេគឺខ្ញុំអត់តន់ទៅណាទៅណីទេគឺឆ្លៀតចូលផ្ទះបងប្រុសរាប់អានរបស់ខ្ញុំគឺនៅខាងខេត្តកំពង់ធំបងប្អូនណាបាទហូពីកំពង់ធំប្រហែលជា10គីឡូដីបាទបងប្រុសក៏មានបើកលក់ជាប្រភេទម៉ាតបាទហាងកាហ្វេហើយនឹងការ៉ាសាំងផងដែរបងប្រុសបានទទួលស្វាគមន៍ពួកខ្ញុំយ៉ាងកក់ក្ដៅតែម្ដងឥឡូវនេះខ្ញុំតើណាក៏អត់ភ្លេចដែរជាមួយកាហ្វេបងប្អូនបើសិនជាចង់កាត់ខេត្តកំពង់ធំក៏អាចធ្វើការញ៉ាំកាហ្វេបានជាមួយហាងបងប្រុសហើយបងប្រុសក៏បានធ្វើការទិញផ្លែគុយបាទផ្ញើខ្ញុំដូចដឹងចិត្តថាខ្ញុំនេះចូលចិត្តផ្លែគុយអញ្ចឹងបាទនិយាយថាមិនទាន់ភ្លេចរសជាតិនៅឡើយទេបាទផ្លែគុយខាងខេត្តកំពង់ធំនេះបាទរសជាតិផ្អែមលាយជូរតិចគឺឆ្ងាញ់តែម្ដងគឺផ្អែមលក្ខណៈបែបធម្មជាតិឥឡូវនេះយើងក៏បានសម្ដែងសម្ដាលជាមួយបងប្រុសបាទរយៈពេលចិត្ត1ម៉ោងដែរហើយអញ្ចឹងហើយយើងក៏ដល់ពេលវេលាទៅហើយដោយសារតែយើងត្រូវទៅឆ្ងាយទៀតពីខេត្តកំពង់ធំទៅខេត្តសៀមរាបនេះបងប្អូនណាអាចចូលលេងបាទក៏ដូចជាគ្រប់ត្រូលហាងរបស់បងផងបាទគាត់មានទាំងក្រាសាំងហើយមានទាំងម៉ាតកន្លែងញ៉ាំបាយកាហ្វេផ្សេងក្រាសាំងរបស់គាត់ឈ្មោះថាតពាំងរស័យយើងមកពីខេត្តកំពង់ធំឆ្វេងដៃបងប្អូនបាទនេះគឺជាអាកាបារបស់ខ្ញុំបងប្អូនតែសួរថាខ្ញុំអាចប្រើគេរាល់ខែបានមុខស្អាតបាទនិយាយរួមទៅគឺមិនលែងបានបងប្អូនទេគឺរាល់ខែខ្ញុំអាចប្រើជាមួយឈុតមុខម៉ូម៉ូណាប្រើរយៈពេល8ឆ្នាំជាងហើយអញ្ចឹងហើយបងប្អូនក៏អាចធ្វើការបាទកំងប្រើបានជាមួយឈុតមុខម៉ូម៉ូណាជួបជាបាទទៅលើមុខមុនគ្រប់ប្រភេទនឹងធ្វើមុខរបស់យើងស្អាតអ្វីដែលសំខាន់គឺតម្លៃសមរម្យតម្លៃមួយឈុតនេះគឺមាន3មុខតម្លៃត្រឹមតែ$25គឺមាន foam លាងមុខម្ដងហើយនឹងសម្រាប់ប្រើពេលយប់មួយហើយនឹងប្រើពេលថ្ងៃមួយជួយការពារកម្ដៅថ្ងៃហើយនឹងពេលយប់យើងជួបជាបាទទៅលើមុខមុនគ្រប់ប្រភេទនឹងធ្វើមុខយើងស្អាតបងប្អូនក៏អាចធ្វើការកំងពីបាទពីខ្ញុំបាទតក៏បានឬក៏ឆាតចូល page ខាងលើនេះក៏បានខ្ញុំដាក់ឲ្យអរគុណបាទបន្ទាប់មកពួកខ្ញុំក៏រៀបចំចេញដំណើរទៀតហើយទៅខេត្តសៀមរាបដោយសារតែយើងបាទត្រូវទៅឆ្ងាយទៀតអញ្ចឹងហើយមិនអាចបង្អែបង្អង់យូរឡើយយើងចូលតនេះបន្តិចតនោះបន្តិចបាទឃើញថាមេឃបាទរៀងចាប់ផ្ដើមងឹតបន្តិចម្ដងហើយបាទហើយខាងក្រុមរត់របស់ខ្ញុំបាទពួកគាត់ចាប់ផ្ដើមមកមានញឹកមែនទេបាទជាមួយនឹងសាឡនបាទសាឡននេះគឺសាឡនចល័តតែម្ដងបាទគឺគាត់អាចធ្វើបានគ្រប់បែបយ៉ាងតែម្ដងមិនថាទីតាំងណាទេឲ្យតែត្រូវថ្លៃបាទសំបីតែលើឡានយើងមើលគាត់ក៏អាចធ្វើបានដែរមិនតសាមិនបានតែម្ដងពេលនេះខ្ញុំបាទក៏បានមកដល់ខាងឃុំដំដែកហើយបងប្អូនបាទមកដល់ខាងឆាក concert ហើយយើងក៏ជិះបាទឆ្វែលមួយជុំពីរជុំសិនព្រោះដោយសារតែខ្ញុំនេះក៏មកដល់រៀងប្រហែលជាម៉ោង7ជាង8ហើយខ្ញុំបាទក៏រៀបចំតុបតែងខ្លួនជាមួយក្រុមរត់របស់ខ្ញុំរួចជាស្រេចដើម្បីបន្តិចទៀតនេះដើម្បីជួបជាមួយ fan របស់ខ្ញុំអំពូមីពុកម៉ែបងប្អូនអ្នកឃុំដំដែកឃើញថាការចូលរួមច្រើនមែនទេនៅក្នុងរាត្រីយប់ទី4ហើយខ្ញុំនេះក៏ត្រៀមស្រេចហើយបាទត្រៀមទាំងកម្លាំងត្រៀមទាំងសម្លេងត្រៀមទាំងបទបាទសេត្រៀមទាំងបទសបាយដើម្បីស្វាគមន៍អំពូមីង fan របស់ខ្ញុំអ្នកខាងឃុំដំដែកឲ្យសបាយណាស់នៃតែម្ដងណាបាទឥឡូវនេះយើងចាប់ផ្ដើមមកជួបជុំជាមួយបងប្អូនសិល្បៈយើងបាទនៅក្រៅឆាកបន្តិចសិនយើងរៀបចំសម្រាប់បន្តិចសិនដោយសារតែយើងមករៀង
hot bài chân dân sầm rạp hay chia cả làm màu ấy tới mình tiết tiết dừng là chỉ đường tay mà đóนะbà hay khi nhomนี้ก็รอทอดมาปอกปีปอกเส้นដើម្បីទុកជាអនុស្សាវរីយ៍បាទជាមួយក្រុមរត់របស់ខ្ញុំបាទនិយាយរួមទៅឲ្យទៅណាគឺខ្ញុំតែងតែថតរូបមកប៉ោះពីប៉ោះហើយបាទដើម្បីទុកជាអនុស្សាវរីយ៍ទៅថ្ងៃក្រោយណាបាទហើយខ្ញុំនេះមកជួបជាមួយនឹងបងរតនៈមិនដែលថាអត់អីបញ្ញាទេតែថ្ងៃនេះបញ្ញាខ្ញុំរៀងតិចតិចបាទគុំកែគុំប្រកាន់គឺផ្លែគុយបាទនេះគឺជាទឹកចិត្តតិចក្តីច្រាំងក្តីបាទបងរតនៈក៏ថាអត់អីទេបាទគឺទឹកចិត្តហើយតែសើថាបងរតនៈគាត់អ្នកកំពុងឆ្នាំងក៏អត់ចេះបកផ្លែគុយបាទខ្ញុំបរៀនគាត់បកថាបងនេះគេបកអញ្ចឹងគាត់ថាអូយបងឆ្ងាញ់ណាស់បាទមិនផ្ញើឲ្យច្រើនផ្ញើណាបងអើយសល់តែ2គ្រាប់ហ្នឹងឯងផ្ញើគាត់មួយចែកមួយឥឡូវនេះពួកយើងក៏បានបញ្ចប់ការងារដោយរលូនដោយជោគជ័យឃើញថាយប់នេះសប្បាយខ្លាំងមាំមកជាមួយបងប្អូនអ្នកខាងឃុំដំដែកបាទបងប្អូនយប់នេះខ្ញុំមកជើងនៅខាងដំដែកបងប្អូនហើយមានខាងបងគាត់ឲ្យលុយជិះខ្ញុំ 30,000 ហើយមានกระดาษ 5,000 ទៀតអញ្ចឹង 35,000 ហើយខ្ញុំបាទគាត់จะអរគុណទៅកាន់បងដែលជាម្ចាស់លុយដែលបានជូនជាកាដូមកកាន់បងប្អូនអរគុណមែនទែននេះបងប្អូននេះกระดาษ 15,000 រៀល2ស្លឹកហើយกระดาษ 5,000 1ស្លឹកហើយអ្វីដែលសំខាន់នោះគឺមានស្វាយទៀតអ៊ីគាត់ជូនស្វាយខ្ញុំអ៊ីគាត់អ្នកលក់ស្វាយណាសូមជូនពរឲ្យបងអ្នកឲ្យលុយខ្ញុំព្រមទាំងអ៊ីសុខសប្បាយទទួលទានមានបានហើយឆ្នាំថ្មីអរគុណមែនទែនសម្រាប់ទឹកចិត្តដែលមិនអាចកាត់ថ្លៃបានអរគុណខ្លាំងមែនទែនសប្បាយចិត្តខ្លាំងមែនទែនសប្បាយចិត្តបងប្អូនអរគុណសប្បាយភ្លេចខ្លួនហើយខ្ញុំគិតថាមកជាមួយខាងក្រុមអ្នករត់របស់ខ្ញុំពួកគាត់ជួយកំដរខ្ញុំនិយាយក្នុងការបើកឡានមែនណាគាត់គេងចោលខ្ញុំបាត់ឲ្យខ្ញុំតែឯងតែបើកឡានបងប្អូនអើយឥឡូវមកដល់ផ្ទះហើយបាទម៉ោង 4 ជាងទីភ្លឺ